បងប្អូនទាំងអស់គ្នាឥឡូវបន្ទាប់ពីភ្លៀងមកមេខ្ញុំនាំបងប្អូនមកមើលផ្កាផ្ទុះបងប្អូនបន្ទាប់ពីភ្លៀងមកមេហើយបងប្អូនអើយមើលផ្កាវាឡើងរបៀបដូចថាលាស់ស្លឹកឡើងត្រួយឡើងខ្ចីលហកមកបងប្អូនហើយផ្កាឡើងច្រើនហើយនេះគឺផ្កាផ្ទុះបងប្អូនខ្ញុំហៅវាថាផ្កាផ្ទុះទេបងប្អូនហើយអានេះវាដុះខ្លួនឯងណាបងប្អូននិយាយទៅអាផ្កានេះឲ្យថាមានដីណាតនេអីចឹងទៅភាគច្រើនដឹងតែដោះហើយភាគច្រើនគឺវាដឹងតែដោះឲ្យស្អាតទៀតហ៎បងប្អូនមិនមែនថាឃើញផ្កាស្មៅផ្កាអីចឹងមើលទៅវាអត់ស្អាតទេណានិយាយទៅមើលទៅស្អាតតែខ្ញុំស្រឡាញ់នេះបងប្អូនខ្ញុំចូលចិត្តផ្កានឹងដែរហើយចូលចិត្តផ្កានឹងដោយសារពណ៌វាស្អាតចឹងណាពណ៌ស្វាយស្អាតហើយម្យ៉ាងគ្រាប់វាចេះតែពេលគ្រាប់វាទុំអីចឹងមកមានគ្រាប់ទុំគឺបេះវាយកដាក់ទឹកលេងអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់នៅក្មេងៗអីខ្ញុំជឿថាជំនាន់ពីមុនអីគាត់ចូលចិត្តលេងអញ្ចឹងណាលេងអាគ្រាប់ផ្កាហ្នឹងអូតែជាចូលចិត្តលេងដូចខ្ញុំដែរអញ្ចឹងហើយអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តលេងរហូតនឹងសម្រាប់អាផ្កាហ្នឹងហើយនិយាយទៅផ្កាហ្នឹងវាស្អាតនិយាយទៅស្អាតហើយមើលទៅវាស្រស់ហ៎ហើយដោះខ្លួនឯងទេឲ្យតែថាមានគ្រាប់ទុំឈូសទៅគឺដោះពេញណាពេញណីហ្មងនិយាយទៅគឺដឹងតែថាឲ្យតែមានគ្រាប់វាទុំហើយវាបែកផ្ទុះឈូសចឹងទៅវាហូរតាមទឹកភ្លៀងអីចឹងណានិយាយទៅដោះតែខ្លួនឯងហើយស្អាតទៀតមើលទៅគឺស្អាតហើយនេះគឺស្អាតនេះបងប្អូនខ្ញុំអត់ដកវាចោលទេនិយាយទៅទុកវាចោលចឹងទៅឲ្យវាដោះចឹងទៅមានអីបងប្អូនស្អាតតាហើយវាស្រស់និយាយទៅសម្រាប់ពណ៌វាក៏វាស្រស់ដែរចឹងណាស្អាតណាបងប្អូនអញ្ចឹងបានថាពេលខ្លះផ្កាស្មៅក៏វាស្អាតដែរចឹងណាមិនថាសម្រាប់អ្នកខ្លះគាត់អាចគិតថាផ្កាស្មៅអត់ស្អាតអីអត់ទេនិយាយទៅសម្រាប់ខ្ញុំគិតថាផ្កាស្មៅក៏វាស្អាតដែរស្អាតតាមរបៀបផ្កាវាអញ្ចឹងណាហើយដោះច្រើនណាបងប្អូនអើយនិយាយទៅគឺដោះឡើងច្រើននេះសិតតែស្មៅនេះខ្ញុំចេះដើរមើលវាមានដោះអាផ្កានឹងទៀតអត់អញ្ចឹងណា